ហើយដើម្បីខ្ញុំតែណែនាំមកទាំងអស់គ្នាបន្ថែមនៅ nutrition veg ពីលើអាហារប្រចាំថ្ងៃរបស់កូនវាអាចទៅជំនួសបន្លែប្រចាំថ្ងៃរបស់យើងបានទេដោយសារតែបន្លែស្រស់ដែលម៉ាក់ប៉ាទាំងអស់គ្នាធ្វើឲ្យកូនរបស់យើងញ៉ាំហ្នឹងគឺវាមានអត្ថប្រយោជន៍សម្រាប់រាងកាយរបស់យើងមែនទែនទីមួយគឺវាមានជាតិទឹកដែលជួយផ្ដល់សំណើមដល់រាងកាយហើយវាមានទុកនៅគេហៅកាកសរសៃអាហារហ្នឹងបានខ្ពស់ទៀតអញ្ចឹងអាកាកសរសៃអាហារហ្នឹងគឺវាជួយទៅរំលាយអាហាររបស់កូនរបស់យើងហើយជួយទៅដល់ការបន្តបងរបស់ក្មេងផងដែរហើយចំណុចមួយទៀតពេលដែលកូនរបស់យើងគាត់រៀនញ៉ាំបន្លែគេថាគឺជាពេលមួយដែលវាជួយឲ្យការលូតលាស់ធ្មេញរបស់គាត់ហ្នឹងបានល្អប្រសើរដែរហើយឲ្យកូនគាត់ទទួលបានរសជាតិប្លែកៗពីបន្លែដែលគាត់ញ៉ាំហ្នឹងដើម្បីជំរុញឲ្យគាត់ចេះញ៉ាំបន្លែកុំឲ្យគាត់រើសចំណីហើយអ្វីដែលសំខាន់ចុងក្រោយគេថានៅក្នុងបន្លែស្រស់ហ្នឹងគឺវាសម្បូរទៅដោយពួក phytonutrient តែ phytonutrient ហ្នឹងមិនមែនជាវីតាមីនហើយក៏មិនមែនជារ៉ែដែរតែវាមានតួនាទីសំខាន់សម្រាប់រាងកាយបានន័យថាវាជួយឲ្យប្រព័ន្ធរាងកាយរបស់ក្មេងរឹងមាំវាជួយការពារកោសិការបស់យើងហ្នឹងកុំឲ្យខូចខាតពីកត្តាខាងក្រៅចូលទៅហើយជំរុញឲ្យក្មេងហ្នឹងគាត់មានការបន្តបងហ្នឹងមានភាពងាយស្រួលទៀតអញ្ចឹងសរុបមកការញ៉ាំបន្លែពីខាងក្រៅចូលទៅគឺมันអាចមើលរំលងបានទេចង់មិនចង់អីគឺយើងត្រូវតែជំរុញឲ្យកូនរបស់យើងត្រូវតែគាត់ហ៊ានញ៉ាំបន្លែស្រស់ៗហ្នឹងយើងសួរថាតើ nutrition veg ហ្នឹងគួរប្រើពេលណា nutrition veg ប្រើពេលដែរម៉ាក់ប៉ាទាំងអស់គ្នាសង្កេតមើលថាកូនរបស់យើងគាត់ញ៉ាំបន្លែដែរតែគាត់ញ៉ាំបានតិចឬក៏គាត់អត់ព្រមញ៉ាំបន្លែសោះហ្មងអញ្ចឹងបានម៉ាក់ប៉ាទាំងអស់គ្នាត្រូវតែបន្ថែម nutrition veg នេះជាប្រចាំថ្ងៃ10 ml ទៅក្នុងអាហារប្រចាំថ្ងៃរបស់គាត់ហ្នឹងអញ្ចឹងមិនអាចថាយើងញ៉ាំ nutrition veg ហើយយើងអត់ឲ្យគាត់ញ៉ាំបន្លែសោះទេត្រូវតែឲ្យគាត់ញ៉ាំព្រោះថាបន្លែស្រស់ៗហ្នឹងមានអត្ថប្រយោជន៍ដូចតែខ្ញុំរៀបរាប់ខាងលើហ្នឹងអញ្ចឹង nutrition veg គឺវាជួយឲ្យប្រព័ន្ធរាងកាយរបស់ក្មេងរឹងមាំជួយសម្រួលទៅដល់ការបន្តបងធ្វើឲ្យកូនរបស់យើងក៏មានការបន្តបងទៀងទាត់ពីព្រោះយើងដឹងថានៅក្នុង nutrition veg នេះគឺបូកផ្សំពីបន្លែ7មុខសំខាន់ហើយវីតាមីននិងរ៉ែ15មុខផ្សេងទៀតដែលជួយទៅដល់ក្មេងៗដែលគាត់ពិបាកក្នុងការរំលាយអាហារឬក៏គាត់ពិបាកក្នុងការបន្តបងហ្នឹងឯង nutrition veg ម៉ាក់ប៉ាទាំងអស់គ្នាអាចធ្វើការរកបាននៅគ្រប់អសស្ថាននានាទូទាំងប្រជាជាតិកម្ពុជា